បាទសូមជម្រាបសួរដល់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាថ្ងៃនេះត្រឡប់មកជួបជាមួយនឹងខ្ញុំបាទតាមរយៈចំណេះដឹងថ្មីមួយទៀតហើយគឺជាវិធីសម្រាប់យើង download សំឡេងនៅក្នុងឆាតយកមកប្រើបានណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាសូមអញ្ជើញតាមដានជាមួយនឹងខ្ញុំតាមរយៈវីដេអូឃ្លីបនេះដើម្បីជាចំណេះដឹងថ្មីមួយទៀតសម្រាប់បងប្អូនអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់ប្រើប្រាស់ប្រព័ន្ធ Android គឺគាត់ត្រូវប្រើប្រាស់ជាមួយនឹងកម្មវិធីច្រោមបាទនេះគឺជាកម្មវិធីមួយសម្រាប់ដែលយើងប្រើប្រាស់ហ្នឹងអញ្ចឹងបងប្អូនតោះចូលទាំងអស់គ្នាជាមួយនឹងកម្មវិធីនេះសម្រាប់ឲ្យយើងយល់ដឹងពីការ download នៅសំឡេងពី Messenger មកណាចាអូខេតោះចូលអញ្ចឹងគឺយើងត្រូវចូលក្នុងកម្មវិធីនេះបាទចូលក្នុងកម្មវិធីនេះទៅតបមកយើងវាយពាក្យថាចូលក្នុង Google បាទវាយចូល Facebook បាទ Facebook login ណាបាទនេះ Facebook login អញ្ចឹងយើងចូលក្នុង Facebook login នេះមកតបមកយើងត្រូវវាយ account របស់យើងបាទចា account Facebook របស់យើងណាបាទវាយទាំង email វាយទាំង password បាទអញ្ចឹងខ្ញុំសូមបិទកន្លែង password នេះមួយផ្លែតសិនបាទឥឡូវនេះបានវាយ password រួចហើយអញ្ចឹងយើងត្រូវចុចលើពាក្យថា login ដើម្បីចូលទៅក្នុងកម្មវិធី Facebook ហ្នឹងណាបាទចូលទៅដាក់ not now ក៏បានដែរបាទចូលតបមកបងប្អូនត្រូវចុចចូលទៅក្នុង Messenger បាទ Messenger នេះណាបាទនេះ Messenger នេះចុចចូល Messenger វាមកចូលក្នុងកម្មវិធី Facebook ដើមបាទអញ្ចឹងយើងចុច back ថយក្រោយវិញតបមកយើងចូលទៅក្នុងដូចជាបទចម្រៀងនេះខ្ញុំផ្ញើជូនអ្នកនាងអូរស្មីអញ្ចឹងយើងចុចចូលក្នុងចម្រៀងនេះមកបាទនឹងវាឡើងមកក្នុងកម្មវិធី Facebook ដើមអញ្ចឹងយើងចាក់ចេញមកវិញបាទចាក់ចេញមកទៅនេះគឺសំឡេងចម្រៀងគឺនៅទីនេះបាទនេះនៅទីនេះណាអញ្ចឹងយើងត្រូវចុចលើពាក្យថា MP4 ខាងក្រោយនេះបាទលើពាក្យ MP4 ខាងក្រោយនេះគឺលោតសញ្ញា download ហ្នឹងឃើញទេបាទ download អញ្ចឹងយើងរងចាំវាបន្តិចទៅវាស៊ី7មេ26 MB បាទអញ្ចឹងយើងរងចាំវាមួយផ្លែតទៅវាកំពុងតែ download ហើយបាទរួចរាល់គឺវាដាក់ពាក្យថា open បាទអញ្ចឹង open យើងចុចនៅខាងក្រោមនេះមកបាទ open គឺវាឡើងចម្រៀងនឹងឲ្យបាទនេះបាទហ្នឹងអញ្ចឹងបងប្អូនមើលទៅបើសិនជាមិនយល់អីយើងអាចសារថយក្រោយមើលភាសាទៀតបានណាអញ្ចឹងចំណេះដឹងនេះគឺមានតែប៉ុណ្្នេះទេហើយបងប្អូនសូមជួយចុច like និងចុច comment ដើម្បីសាកសួរឬក៏ដូចថាចង់មានចម្ងល់អ្វីអាចសួរបន្ថែមនៅក្នុង comment នេះបាទអរគុណច្រើនជួយចុច like ឲ្យផងបាទអរគុណជម្រាបលាសុខសប្បាយ